រឿងមីសិនចាប់គូភាគទី7ល្បីសម័យណាបញ្ញាអន់ម្លេះគឺវាអាចចឹងក៏ចឹងទៅប្រាប់ឈ្មោះភូមិមកទីបំផុតគេក៏ដកដង្ហើមធំហើយឆ្លើយយកព្រមឲ្យខាន់តែបានក្រោយពីប្រាប់ឈ្មោះភូមិនឹងទីតាំងរួចរាល់ខ្ញុំក៏ងូតទឹកតែងខ្លួនបន្ថែមសម្រស់មុននឹងលោបទៅយកឈុតបងស្រីមកពាក់ហើយមិនបាច់រ៉ាប់ក៏បានក្រន់តបើកទូដកាភ្លៀងខ្ញុំសឹងតែខ្យល់ព្រោះតែពលឺចេញពីសម្លៀកពាក់8-15នាទីយំតាស៊ីដែលខ្ញុំទេហៅក៏បាក់មកទទួលមុខផ្ទះដើម្បីនាំក្រមុំសក់ពីរជាន់ដែលតបតែងខ្លួនដោយស្បែកជើងកែងចោតនិងរូបកាលីបទៅផ្សារទំនើបដែលនៅមិនឆ្ងាយពីភូមិមិនចង់និយាយទេថានៅពេលកំពុងរងចាំមុខផ្សារទំនើបខ្ញុំមានអារម្មណ៍ខ្មាស់កសែភ្នែកគេឯងកម្រិតណាព្រោះថាឈុតចូលពិធីដូចនេះទំនងគេមិនយកមកស្លៀកឈរធ្វើខ្មៅចាំផ្សារនោះទេម៉ោង8:00កន្លះក្រោយពីទូរស័ព្ទមកខ្ញុំមិនយូរប្រហែលឡានពោខ្មៅមួយគ្រឿងក៏បោកមកចតនៅពីមុខមុននឹងទ្វារខាងចកុតបាក់ឡើងដែលមានបារសង្ហាហួយពីការជឿជាក់ម្នាក់ចេញមកមែនមិនចង់ជឿសោះថាគេមកទទួលក្រមុំម៉ារ៉ាគុប្រែកន្លះដូចជាខ្ញុំបើហាងគេមកមាត់ដ៏ស្រស់ស្អាតនិងសម្លៀកពាក់ដ៏ស្អាតមួយឈុតនេះធ្វើខ្ញុំភ្លេចខ្លួនដានដងអស់ទៅបន្តិចចាំយូរនៅសមុទ្ររបងប្រាប់ដឹងថាកំឡោះមុខស្រស់ម្នាក់នេះមកទទួលខ្ញុំពិតមែនមិនមែនគ្រាន់តែថានោះទេមកបាញ់នេះឯងខ្ញុំក៏ហត់ទេការពិតទៅខ្ញុំចាំគេក្នុងផ្សារទំនើបតែខ្ញុំសុខចិត្តមកចាំត្រង់នេះហឺនរណាហ៊ានបើក្រៅពីគេឯងមើលថាចម្លាយចែកដនអាចជួបបងស្រីមកតែញ៉ាំវ៉ាន់ក៏ថាបានហើយបើនាងឃើញសភាពខ្ញុំបើឆ្នេះវីវយម្យ៉ាងទៀតម្មែនតែបងស្រីទេក្នុងភូមិនេះមានបណ្ដាញរបស់នាងច្រើនទៀតហើយបើគេចាំខ្ញុំបានឬយកទៅនិយាយរហូតលឺដល់នាងខ្ញុំស្រាប់តែគ្មានសាស័ព្ទធ្វើបន់ទេហើយដើម្បីជាការការពារខ្ញុំគួរតែប្រញាប់ចេញពីទីនេះភ្លាមតាយ៉ាងតែខ្ញុំងាកមើលមកច្រកបន្តិចពេលឃើញថាគ្មានមនុស្សក៏ចូលទៅចាប់ដៃបងហាន់គីមុននឹងអូសទៅកាន់ឡានហឺកិច្ចពីបងស្រីនឹងប៉ាម៉ាក់ទៅដើរលេងជាមួយប្រុសយ៉ាប់មែនខ្ញុំនេះបើគេអាចដឹងមកជាមានរឿងមិនខានតែបែវយងម្នាក់នោះនាំរឿងមកឲ្យខ្ញុំរហូតខ្ញុំអើបងហាន់គីឲ្យដើរតាមតិចៗរហូតដល់ឡានមុននឹងឈប់ងាកទៅមើលគេដើម្បីបើកទ្វារឡានឲ្យតែគ្រាន់តែងាកមុខចេញឲ្យចឹងតែម្ដងទៅយ៉ាងហោចណាស់នៅម្ដុំផ្សារទំនើបមានភូមិអធិស្ឋានប្រិមិត្តកន្លែងនេះដូចជាដាច់ទំពោចាមិននឹងខ្ញុំខកអីមិនទេខ្ញុំខកអីហ៎ខ្ញុំសួរទៅមានអារម្មណ៍ព្រឺសប្បាយចម្លែកហើយគ្រាន់តែខ្ញុំសួរដូច្នេះកែភ្នែកដែលកំពុងសម្លឹងខ្ញុំក៏ធ្វើភ្លឺមុននឹងវាបងអូសមកកាន់ខ្ញុំកំពុងចាប់ដៃគេហើយចាប់យ៉ាងណានទៀតផងសំតើគ្រាន់តែដឹងមូលហេតុនៃការភ្នែកដ៏ចម្លែកនេះខ្ញុំបញ្ញាប់ដកដៃចេញភ្លេនងាប់ហើយខ្ញុំចាប់ដៃទៅបេហាន់គីយ៉ាងម៉េចកើតចង់ទៅយកក្បាលចូលជាជាងឲ្យស្លាប់ទៅទេនៅពេលប្រឡែងដៃភ្លាមតបេហាន់គីក៏លើកដៃដែលខ្ញុំចាប់រស់តិចហាក់ដូចឈឺព្រោះតែខ្ញុំក្តាប់វាណានពេកមុននឹងសម្លឹងដូចចង់ចាប់កំហុសនាងជាស្រីដៃរហ័សឬជាស្រីល្ងើឲ្យប្រកបមិនមែនទាំងអស់ហ្នឹងខ្ញុំប្រកាសដែរហាងកាបងហាងគីសម្លឹងខ្ញុំមួយសន្ទុះមុននឹងសើហឺរួចក៏ដើរទៅបើកទ្វារឡានថែមទាំងលាន់មាត់រអ៊ូលេឡំនិងសំលេងសំណើចចាំខ្ញុំព្យាយាមជឿថាមិនល្ងើគួរតែជឿទៅមិនបាច់ព្យាយាមទេប្រើពេលជាង1ម៉ោងយើងក៏មកដល់ភោជនីយដ្ឋានមួយដែលត្រូវបានកក់ធ្វើពិធីខួបកំណើតដល់ឡាយម្ចាស់ពិធីជាតិអ្នកណាខ្ញុំមិនស្គាល់ឡើយព្រោះត្រូវគេអូសមកជាមួយប៉ុណ្ណោះលក្ខណៈទូទៅនៅខាងក្នុងមើលទៅដូចជាផាប់ដែរតែមានតន្ត្រីឮខ្លាំងនឹងការរៀបចំអាហារតាមបែប buffet តែម្ដងតិចលោខ្ញុំស្ដាប់ខុសទៅនេះជាពិធីបើកសភុតផាប់ឬអ្វីផ្សេងក៏ថាបានព្រោះក្រៅពីមានតន្ត្រីសណ្ដាំសោតតាថែមទាំងមានមនុស្សរំច្រើនទៀតខ្ញុំព្យាយាមប្រជិតគេឯងតាមក្រោយបងហាន់គីតាបាយជាត្រូវជាប៉ែកអាវខ្សែមួយដែលកំពុងរំក្បាច់ហែលទឹកបុកអូយប្រយ័ត្នបន្តិចទៅបងហាន់គីដូចមានភ្នែកនៅពីក្រោយព្រោះគ្រាន់តែខ្ញុំត្រូវបុកងាកមកជួយទាញខ្ញុំបានភ្លាមងាប់ហើយនាងនេះចំជាល្ងីល្ងើមែនគេរអ៊ូដូចខឹងខ្លាំងធ្វើឲ្យខ្ញុំចង់បញ្ចេញជង្គង់ឲ្យវិញជំនួសពាក្យអរគុណឲ្យវិញចឹងតែម្ដងទៅដៃរបស់គេដែរជួយទប់មិនឲ្យខ្ញុំដួលមុននេះក៏ចាប់ដៃខ្ញុំចាប់ហើយទាញខ្ញុំទាំងកំពុងភាំងស្មារតីឲ្យដើរតាមផ្លូវដែលគេវិចឲ្យមុននឹងចូលទៅអង្គុយនៅតុខាងក្នុងមិនទេជួនកាលខ្ញុំអាចនឹងមានសតិមិនគ្រប់ក៏ថាបានព្រោះមានអារម្មណ៍ថាពេលនេះដៃដែលត្រូវចាប់ស្រាប់តាឡើងកម្ដៅភេរហូតដល់ផ្ទៃមុខតែម្ដងចំណែកបេះដូងដូចជាទទួលឥទ្ធិពលពីកម្ដៅនោះធ្វើឲ្យវាលុតញាប់ខុសប្រក្រតីកុំឲ្យសាហាដាបងស្រីប្រាប់ម្ដងហើយម្ដងទៀតថាស្នេហាគួរឲ្យខ្លាចណាស់มันគួរឆ្លក់វង្វេងនឹងវាទេมันគួរទេថ្ងៃនេះ
មានតែឬចម្លែកបេះដូងដូចជាកំពុងលោតតាមចង្វាក់ស្គរតែម្ដងញ៉ាំអីទេខ្ញុំទៅយកឲ្យបងហាន់គីងាកមកសួរខ្ញុំក្រោយពីនាំដាជ្រែកគេឯងចូលដល់ខាងក្នុងដែលមានតែតុកដាក់អាហារភេសជ្ជៈនិងមនុស្ស2 3នាក់អត់ឃ្លានទេឆ្អែតហើយឆ្អែតនឹងសម្លេចបេះដូងខ្លួនឯងហើយញ៉ាំហើយបងហាន់គីធ្វើមុខឆ្ងល់មុននឹងអោនមើលនាឡិកាដៃហើយធ្វើមុខភ្ញាក់ផ្អើលម៉ោង 9 ហើយម៉ែនហើយម៉ោង 9 ហើយប្រហែលជាគេគិតថាខ្ញុំញ៉ាំបាយរួចហើយតែតាមពិតល្ងាចនេះខ្ញុំមិនទាន់បានដាក់អីចូលពោះនៅឡើយទេហើយព្រោះតែឈុតរបស់បងស្រីនេះហើយចង្កេះតូចណាស់តូចជាខ្ញុំចិត្ត2 លេខកន្លះបើខ្ញុំញ៉ាំប៉ោងពោះប្រេះថ្នេរឈុតងាប់មិនខានទេម្យ៉ាងទៀតឈុតនេះប្រើរូតផងរបូតទៅបើរបូតទៅវីវ៉ូហើយខ្ញុំអង្គុយញ៉ាំទឹកលេងអស់ជាង10 នាទីស្រាប់តែតប៉ែវូចង់កលិចមុខមកញញឹមរាក់ទាក់អេហាន់គេមកហើយមកជាមួយហាដាទៀតចុះឲ្យវិញមកជាមួយណាគួរស្រឡាញ់ដល់ហើយនៅពេលបោះហាន់គេសួរដូចឆ្លើយតប៉ែវូចង់ក៏ទេស្រីភ្នែកតឹងម្នាក់ចេញមកពីក្រៅខ្នងមកមកជាមួយរងចាស់ទៅដល់គោទីរ៉ៃប្រឲ្យចឹងតែទាំងអស់នឹងអ្នកណាដែលថាមិនចូលចិត្តទឹកដោះគោនោះមិនយូរប្រហែលតុកដែលខ្ញុំអង្គុយក៏មានមិត្តភ័ក្តិរបស់បងវូយ៉ងនិងបងហាន់គី2 ម្នាក់ទៀតមកចូលរួមជាមួយឡើងពេញថែមទាំងនាំគ្នាសួរឡើងខ្ញុំខ្ជិលនឹងឆ្លើយទៀតផងពេលវេលាចេះតែរំកិលទៅមុខខ្ញុំកាន់តែងងុយបងហាន់គីដែលសំដោះខ្លួនទៅទទួលទូរស័ព្ទនៅខាងក្រៅបានផ្ញើខ្ញុំឲ្យតប៉ែវូយ៉ងជួយមើលតែបានមួយសន្ទុះប៉ុណ្ណោះព្រោះគ្រាន់តែយប៉ែភ្នែកលឹបបបួលឡើងរំស្រាប់តែក្រោកទៅជាមួយចាំងរំភើយងាប់ខ្ញុំចង់តែចូលទៅធ្វើជាសមាជិកសមាគមប្រឆាំងប្ររពន្ធជាមួយបងស្រីទេហាដាមិនត្រាំណាគេទេមិត្តម្នាក់របស់បងហាន់គីសួរខ្ញុំបានសម្ដីរួរីតែខ្ញុំបង្ហាញស្នាមយាមស្គូតទៅវិញមុននឹងគវិក្បាលបរិស័ទអត់ទេខ្ញុំចូលចិត្តរំទេមែនអាចញ៉ាំទឹកសិនទៅតម្រាប់ហាន់គីមកវិញបងម្នាក់នោះហុចកែវទឹកមកឲ្យតែខ្ញុំគវិក្បាលបរិស័ទម្ដងទៀតព្រោះដឹងថានោះជាកែស្រាមុននឹងចង្អុលកែវរបស់ខ្លួនមិនអីទេខ្ញុំមានហើយខ្ញុំឆ្លើយព្រមទាំងលើកទឹកផឹកអស់ពីកែវទឹកក្រូចធម្មតាសោះហេតុអ្វីលើវិញម្លេះនេះជាកែវរបស់ខ្ញុំមិនអត់ខ្ញុំពិនិត្យមើលម្ដងទៀតមុននឹងដឹងថាកន្លែងដែលខ្ញុំដាក់កែវវាខុសពីកន្លែងដើមថែមទាំងសម្ដីបងដែលហៅកែវមកខ្ញុំនោះវារឹតតែធ្វើខ្ញុំច្បាស់ឡើងថែមទៀតបងទៅតែយកកែវនាងមកថែមទឹកក្រូចមិនចាក់ស្រាឲ្យទេកែវមិននោះជារបស់ហាន់គីតាកែវបងហាន់គីខ្ញុំមិនចម្លើយចិត្តទេដែលគេញ៉ាំរបស់អញ្ចឹងខ្ញុំខ្មាស់អៀនតិចតួចមានអារម្មណ៍ដូចខ្លួនឯងបានថើបគេដល់ប្រយោលព្រោះតែការញ៉ាំកែវដែលគេនោះអីតែអ្វីមិញខ្ញុំញ៉ាំស្រាមែនទេវីវ៉ូឲ្យខ្ញុំចាំទុកហាដារឿងពីរយ៉ាងដែលឯងត្រូវតែប្រយ័ត្នជានិច្ចខ្ញុំសម្រួលខ្យល់ដង្ហើមពេលដែលសម្ដីបងស្រីរសាត់ចូលមកក្នុងខួរក្បាលមួយគឺជាតិអាកក្នុងស្រាដែលវានឹងធ្វើឲ្យឯងស្វឹងហើយឈួតដល់មិនដឹងខ្លួនហើយសត្វតែមានសម្ដីរបស់តប៉ែវូយ៉ងដែលបានប្រាប់ខ្ញុំនៅក្នុងភោជនីយដ្ឋានយកប៉ែរងចាក់ទៅដោះគោបន្តថាកុំចេះតែយកផឹកមិនមើលកែវឯងចាញ់ជាស្រាផងចាំទុកញ៉ាំហើយហាន់គេធ្វើមុខឆ្ងល់មុននឹងអោនមើលនាឡិកាត្រូវហើយគ្រប់យ៉ាងដែលនៅជុំវិញខ្លួនខ្ញុំមើលទៅព្រាបទាំងអស់ច្បាស់តែភ្លើងឡាសេចម្រោះពោដែលកំពុងភ្លឺភ្លឹបផ្លែនេះតែប៉ុណ្ណោះនិយាយទៅសំឡេងស្គរទាំងនេះធ្វើមានអារម្មណ៍រីករាយដោយពេលស្វាគមន៍សិស្សប្អូនអត់អូយពេលនោះសប្បាយខ្លាំងណាស់ពួករៀមច្បងឲ្យខ្ញុំរំក្បាច់ចម្លែកប្រកាសណាស់ថាខ្ញុំក៏ចូលចិត្តរំដែររំល្អណាស់ខ្ញុំចង់រំដល់ហើយនៅផ្សេងនៅរំតាហាដាចង់រំសំឡេងនេះលឺពេញរនទៅជាខ្ញុំមិនស្គាល់វាទេហើយក៏ខ្ជិលរកមើលដែរព្រោះចង់ឲ្យទៅខ្ញុំបានទៅងក់ក្បែរឆ្លើយបាត់នេះគួរចង់រំដល់ហើយអញ្ចឹងរំតែម្ដងទៅមិនឃើញកាត់អីផងមនុស្សច្រើនសឹងអីមែនដល់គេប្រាប់អញ្ចឹងមនុស្សរំច្រើនសឹងអីតន្ត្រីក៏ពីរោះយ៉ាងនេះខ្ញុំនៅប្រងើយធ្វើអីទៅតន្ត្រីមកអារម្មណ៍ទៅខ្ញុំងើបពីកៅអីទាំងត្រេតត្រោតដែលមានមនុស្សចិត្តល្អជួយទាញកៅអីដែលនៅទៅទិញឲ្យខ្ញុំចង់រំតែមិនដឹងរំយ៉ាងម៉េចព្រោះខ្ញុំមិនធ្លាប់ចូលរំក្នុងកន្លែងដូច្នេះប៉ុន្តែបទនេះពីរោះខ្លាំងណាស់បានហើយហាដារំតែម្ដងទៅសំឡេងញុះរួមនឹងតន្ត្រីពីរោះបែបនេះរត់ទៅធ្វើខ្ញុំសប្បាយឡើងការប៉ັດទៅខ្ញុំស្ដាប់មិនដឹងទេថាជាបទអីដឹងត្រឹមថាវាពីរោះកន្ត្រាក់អារម្មណ៍ប៉ុណ្្នឹងឯងអស្ចារ្យណាស់ខ្ញុំលើសម្លេងសាលហៀលហៀងចេញពីជុំវិញខ្លួនតែសម្លេងតន្ត្រីនៅក្នុងក្បាលខ្ញុំវាលឺខ្លាំងជាងខ្ញុំកំពុងរំក្បាច់អីណាតដឹងឲ្យតែសប្បាយតាមភ្លេងទៅវាគ្រាន់ហើយខ្ញុំរំហើយរំទៀតព្រោះតែចម្រៀងវាពីរោះដល់ថ្នាក់នេះក្តៅដូចជាចង់ហើយណាកុំអសោះសម្លេងដែលសម្បជិបំផុតស្រះឲ្យឈ្មោះខ្ញុំយ៉ាងច្បាស់មុននឹងម្ចាស់សម្លេងទេខ្ញុំទៅផ្អឹបនឹងដើមទ្រូងទេយ៉ាងណែនស្អីគេនឹងចង់ដាក់ឬយ៉ាងម៉េចសម្លេងនោះរៀងធំជាងមុនបន្តិចវាប្រុសវាក្តៅនឹងណាខ្ញុំចង់តែរូតខ្សែរូតវាខុសត្រង់ណាទៅផឹកស្រាប់ផង
សវឹងជោគតែម្ដងហើយនាងល្ងើសវឹងអីសវឹងខ្ញុំសវឹងបែបអីចឹងទៅដឹងព្រោះមុននេះខ្ញុំញ៉ាំស្រាអើយហានគីនាងចំអកនេះមិនហ្នឹងអូនោះគឺសំឡេងតប៉ែវូចង់នៅឯងសវឹងហ្នឹងមុនខ្ញុំចាញ់ទៅទូរស័ព្ទមិនមែនអញ្ចឹងទេសំឡេងដំបូងរាងកាយបន្តិចតែសំឡេងបន្តពីការសើចស្ដាប់ទៅដូចជាជួយមិនបានសវឹងប្រកាសណាស់បែបនេះហ៎ខ្ញុំមានអារម្មណ៍ដូចមានរបស់អីក្តៅអ៊ុនដណ្ដប់លើស្មាមុននឹងរវងដៃកំពុងអោមរលាយចាញ់ហើយក្តៅសង្ងប់នៅយកអីមកដណ្ដប់ឲ្យកាន់តែក្តៅធ្វើអីតាំងស្មារតីបន្តិចទៅនាងល្ងើនរណាប្រាប់ខ្ញុំដូច្នេះតាំងស្មារតីខ្មោចយកអីរៀបក្រេកឲ្យតែម្ដងទៅព្រោះឥឡូវភ្នែកធ្លាក់ចិត្តដក់ដៃហើយបាយក្រrule number 8ស្រីដែលគ្មានពុតបុតមិនធ្វើរឹកធ្វើពៀក៏ប្រោះជួយចិត្តដែរសំណាងល្អថ្ងៃបន្ទាប់មកជាថ្ងៃឈប់សម្រាកហើយគ្រាន់តែចុះមកឃើញមុខសមាជិកគ្រួសារនៅខាងក្រោមក៏កាន់តែជឿក្បាលលើដើមព្រោះក្រៅពីទទួលបានពីរអ៊ូដ៏វែងអនឡាញរបស់ប៉ាម៉ាក់និងបងស្រីហើយនៅពេលល្ងាចត្រូវមកស្ដាប់ការបន្ទោពីតប៉ែវូយ៉ងតាមទូរស័ព្ទថាមិនចេះប្រយ័ត្នខ្លួនទៀតខ្ញុំសួរបងវូយ៉ងថាមានអីកាត់ឡើងនៅថ្ងៃខ្ញុំសវឹងគេក៏ឆ្លើយថាមិត្តភក្តិគេនិយាយឲ្យស្ដាប់ថាពេលខ្ញុំសវឹងស្រាប់តែក្រោករំតារំក្បាច់ឈួតចំណាយអាក្រក់មើលទាំងអស់ក្បាច់គីងកងខ្លះទៅស្វាខ្លះទៅមន់ខ្លះទៅលើពីនេះនៅយកដៃមកទាញរកខ្លួនឯងទៀតអូយចិត្តឈួតហើយខ្ញុំចង់តែសម្រាប់ខ្លួនឯងចោលទេតែបងវូយ៉ងបន្តថានៅពេលខ្ញុំចាប់ផ្ដើមទាញរត់បងហាន់គីក៏ទាញទៅអោបដើម្បីកុំឲ្យអ្នកអាទៀតឃើញសភាពគួរអាណិតរបស់ខ្ញុំមុននឹងខ្ញុំដេកលក់រៀងក្រត់បាក់បន្តិចបន្ទាប់មកបងហាន់គីបំរុងនាំខ្ញុំទៅដេកលក់មកផ្ទះវិញតែសំណាងល្អបងវូយ៉ងតែប្រាប់ឲ្យកូកូធ្វើជាម្ដាលេងហើយសុំជួយខ្ញុំទៅផ្ទះឋានទៀងជួយនិយាយជាមួយអ្នកផ្ទះថាខ្ញុំទៅតែមកពីញ៉ាំការសាច់ច្បងទៀតសរុបទៅគឺថាលើកនេះបែកការជាមួយកូកូមិនបែកជាមួយអ្នកផ្ទះក៏ល្អដែរតែចង់ស្លាប់លៀងភាពអាម៉ាស់ទេខ្ញុំបានធ្វើអីចេះសៅរ៍អាទិត្យមកជាថ្ងៃសម្រាប់ខ្ញុំមានឱកាសនៅផ្ទះឲ្យស្វាងស្រវឹងដល់ឡៃថ្ងៃនេះជាថ្ងៃច័ន្ទយ៉ាងណាក៏ត្រូវទៅមហាវិទ្យាល័យអូខ្ញុំមិនចង់ទៅមហាវិទ្យាល័យទេតែកិច្ចមិនរួចសំណាងល្អដែលម្សិលមិញកូកូមកលេងថែមទៅសួរខ្ញុំខ្ទេចខ្ទីគ្មានសល់ទៅថ្ងៃនេះខ្ញុំមិនបាច់ឆ្លើយមិនបាច់អធិប្បាយអីជាមួយវាទៀតកាលពីថ្ងៃសៅរ៍អាទិត្យនេះខ្ញុំបិទទូរស័ព្ទកិច្ចបងហាន់គីរហូតហើយទៅតែបាក់នៅរសៀលមុនសម្រាប់រៀននេះឯងខ្លាចក្រាញ់គេមានតរិចង់ទេមករកទីតហើយនៅពេលល្ងាចមុនចេញពីរៀនវាក៏រោដែលមានលេខរបស់បងហាន់គីនៅលើអេក្រង់ធ្វើមិនចេះកាច់រែកអីហ្នឹងឆាប់ទទួលភ្លាមទៅហាក់ដែរហើយខ្ញុំក៏ត្រូវមួយកាយរបស់អ្នកនៅក្បែរខ្លួនដែលបានខ្លាចជាសមាជិករួមក្រុមក្រោយពីការហេតុការស្រវឹងហើយចង់ដោះរោបរបស់ខ្ញុំបានកន្លងទៅនោះគឺកូកូនឹងឯងពេលនេះការភ្នែកវាមើលទៅដូចជារីករាយខ្លាំងណាស់សួស្ដីគ្រាន់តែទទួលទូរស័ព្ទភ្លាមសម្លេងដកដង្ហើមធំគឺឡើងមុនរបស់ហាន់គីសួរនាំខ្ញុំដល់សម្លេងធំទូរស័ព្ទស្រវឹងដោយម្ចាស់វារីយ៉ាងម៉េចបានជាទេមិនចូលសោះហេមែនហើយសង្ស័យតែជាតិស្រះហាត្រឹកវានឹងឯងខ្ញុំលេងស្នៀតហូរបណ្ដោយទឹកដាក់គេវិញខុសគេឈឹបហើយលើស្វាងនៅស្វាងហើយចាខ្ញុំងក់ក្បាលឆ្លើយល្ងាចនេះតំណែងអត់ល្ងាចនេះហ៎មានការអីល្ងាចនេះខ្ញុំហារវិយើងទឹកពីគ្មានចំណុចប៉ាវបាយនៅជាពាក់គ្នាទៀតទេឬក៏គេមិនចាត់ទុករឿងលោកមុនជាការទូទាត់ព្រោះតែខ្ញុំបាយជាស្វឹងរំមុតចម្លែកហើយដោះខោអាវថែមទឹកដេកលក់ទៀតមិនកើតទេដោយសារតែការស្វឹងថ្ងៃនោះបងស្រីពជាពេលឲ្យកាត់ផ្សេងៗរបស់ខ្ញុំទៅវិញទៅហើយបងហាន់គេមានការអីដែរមិនដឹងខ្លួនទេថានាងបាត់អីវ៉ាន់ហ៎ខ្ញុំបាត់អីវ៉ាន់អីបាត់ស្អីចេះរោបក៏នៅដែរនាឡិកាដៃនាងនៅនឹងខ្ញុំបងហាន់គេឆ្លើយដល់សម្លេងខ្លាចចិត្តតិចតួចនាឡិកាដៃឯចឹងតាបានជាព្រឹកវិញរោគមិនឃើញចង់មកចាប់ក៏ត្រូវពាក់អាមួយនេះមកជំនួសចង់បានវិញឬចង់ឲ្យខ្ញុំបោះចោលក៏បោះចោលអីប្រាប់មកឲ្យខ្ញុំទៅយកណាមនុស្សអីពូកាយគំរាមម្លេះនៅត្រង់ស្ពានអាគារភ្លោះមិនដែរឯចឹងក៏បានបើទូរស័ព្ទហើយខ្ញុំក៏កាត់អាការៈងើយឆ្ងល់ថាអាគារខ្ញុំមានស្ពានភ្លោះត្រង់ណាឬក៏នឹកឃើញថាកន្លែងដែលថាគឺស្ថិតនៅជំនាញវិទ្យាសាស្ត្រសម្រាប់ឲ្យតែខ្ញុំមិនលើតាមរកស្ពាននោះខ្ញុំថាការដែលមានមិត្តភ័ក្តិដឹងពីផែនការដូចជាកូកូអីចឹងក៏ល្អដែរយ៉ាងហោចណាស់យេប៉ែនេះក៏អាចជួយរកហេតុផលក្នុងការកិច្ចពីការបបួលទៅជួបជុំក្រុមធ្វើខ្ញុំមានឱកាសទៅប្រែកាឡានិងអាចកិច្ចពីហាន់គីបានយ៉ាងងាយស្រួលទៅក្រោយបដូររូបខ្ញុំត្រូវកិច្ចពីនាងយូរីនោះក៏ដោយចោះពេលមកដល់កន្លែងណាត់ជួបខ្ញុំក៏ឃើញថាបងហាន់គីកំពុងរងចាំរួចជាស្រេចដើរត្រង់ផ្លូវតើនេះហើយគ្រាន់តែដល់ភ្លាមតប៉ែហាន់គីក៏បញ្ឆិតបញ្ឈៀងផ្លេតភាពអាម៉ាស់លើកនេះមកជានៅបញ្ឈឺខ្ញុំដល់ចាស់ស្លាប់មិនខានស្វាងតាំងពីល្ងាចថ្ងៃសៅរ៍ម្លេះខ្ញុំចូលទៅរករួចលើកដៃទទួលនាឡិកាដែលគេថាយកមកឲ្យនាងនេះអស់តោះមែនខ្ញុំមិនធ្លាប់ឃើញស្រីណាស្វឹងហើយរងក្បាច់ចំណាយដូចនាងឯងគឺប្រតែខ្ញុំមានតែមួយហ្នឹងសំណាស់
គ្មានអ្នកណាជាងខ្ញុំទេយ៉ាងណាក៏ច្រឡំជ្រុលទៅហើយមកធ្វើផ្អែមល្ហែមពេលនេះកាន់តែស្រួលត្រូវគេចាប់កំហុសបានទៀតនេះចម្លែកមែនតើបើហាន់គីធ្វើមុខមិនចង់ជឿមុននឹងហុចនាឡិកាសំណាប់ចិត្តដែលបានមកឲ្យខ្ញុំពីដំបងមកទៅល្ងីល្ងើតែរំទុំឥឡូវសល់តែល្ងីល្ងើឯរំទុំបាត់អស់រលីងសុំបញ្ជាក់បន្តិចនេះចេដោយប្រចោលមែនទេខ្ញុំជាស្រីគួរចាប់អារម្មណ៍ច្រើនជាងខ្ញុំអះអាងគួរឲ្យចម្លែកនឹងអីគួរឲ្យស្លាញ់ទៅវិញទេខ្ញុំលំអៀងខាងខ្លួនឯងម្ដងទៀតធ្វើអីចឹងទៅមានអារម្មណ៍ថាខិតជួយចិត្តខ្លួនឯងបន្តិចតំណឹងចឹងហើយបងហាន់គីសម្លឹងមុខខ្ញុំដូចខ្នាញ់បន្តិចជាពិសេសពេលកំពុងរំក្បាច់គីងកុងរលំអាគារធ្វើនៅដតេសាច់លេងនៅតែដឹងចាំបាច់យកមកនិយាយទៀតធ្វើអីរត់តែគួរស្រ័យឡើងថែមទៀតត្រង់ពេលចង់ដោះបានហើយមិនគួរស្រ័យក៏បានបាច់បោកបាច់ទេខ្ញុំចាញ់ជាតិស្វឹងហ្នឹងណាខ្ញុំសឹងទៅលុតជង្គង់អង្វរទៅហើយបាទវាអាចធ្វើតែបែបនេះឈប់និយាយរឿងដោះអាម៉ាស់នេះបានប្រាប់ឲ្យថានាងវាចម្លែកក៏ចម្លែកទៅថាឲ្យមិនឈប់សោះឲ្យតែមានឱកាសថាឲ្យរហូតតែថានាងចាញ់ជាតិស្វឹងចាតែបែបដំណក់ក៏ស្វឹងដែរនៅពិធីនោះខ្ញុំញ៉ាំអស់ពីកែវតែម្ដងនេះសម្ដែងឲ្យដែលខ្ញុំមិនស្រាតរត់ដឹងថាចាញ់ជាតិស្វឹងដែរនៅញ៉ាំធ្វើអីគ្មានបំណងទេចាប់កែខុសយកចាំបោះបង់នឹងឯងខុសខ្ញុំហើយចឹងហាន់គីបើកភ្នែកធំមួយរំពេចអត់ទេខ្ញុំលើកដៃបក់ញាប់ស្អីមុននឹងត្រូវសម្លាប់ទាំងមិនតាន់លួចខ្លួនពីបំណុលដែលជាពាក្យតប៉ែវូចង់ថ្ងៃនេះតមិនអត់ម៉េចបងចង់បបួលខ្ញុំតាណាសម្រាប់ថាខុសមកពីខ្ញុំអត់ទេងាប់ហើយមនុស្សឈួតស្អីកាចម្លេះចង់បបួលត្រឹកអីញ៉ាំខ្ញុំឃ្លានហើយត្រឹកអីញ៉ាំណាកន្លែងណាក៏បានដែរឲ្យតែឆ្ងាញ់ទៅបានហើយតប៉ែហាន់គីញាក់ស្មាឆ្លើយមុននឹងចាប់ដៃខ្ញុំអូសតិចតោះអាការៈឈួតត្រឡប់មករកខ្ញុំទៀតហើយដៃដែលបងហាន់គីចាប់នឹងមុខរបស់ខ្ញុំស្រាប់តែឡើងកម្ដៅភេចំៃបេះដូងស្រាប់តែលុតឌុកដកមិនឈប់អាការៈបែបនេះត្រូវទៅពីគ្រោះនឹងអ្នកជំនាញណាទើបដឹងពីមូលហេតុរបស់វាអ្នកជំនាញដែលថានោះត្រូវតែជាមិនមែនតែប៉ែវូយ៉ងឬបងស្រីដែលបាត់បោះបង់សង្សារកំហុចនោះទេបងហាន់គីនាំខ្ញុំទៅភោជនីយដ្ឋានតូចមួយដែលនៅខាងក្នុងមានភ្ញៀវតែ2-3តុហើយយើងជ្រើសយកកន្លែងអង្គុយក្បែរជញ្ជាំងកញ្ចក់ថ្លាដើម្បីអាចមើលឃើញសួនច្បារខៀវខ្ចីនៅខាងក្រៅកំឡុងពេលកំពុងអង្គុយចាំអាហារដែលកំងខ្ញុំសង្កេតឃើញអ្នកបម្រើដើរប្រាប់អ្វីមួយយ៉ាងដល់ភ្ញៀវនៅតាមតុមុននឹងពួកភ្ញៀវទាំងនោះធ្វើមុខមិនពេញចិត្តហើយដើរចេញពីហាងទៅអ្នកបម្រើដើរមករកតុខ្ញុំនិងតប៉ែហាន់គីសូមអត់ទោសថ្ងៃនេះភោជនីយដ្ឋានត្រូវបិទហើយមិនអញ្ចឹងព្រោះថាម្ចាស់ភោជនីយដ្ឋានចង់ភ័យរបស់យើងឈឺពោះធ្ងន់ណាស់ប្រហែលធ្វើមហុំកាត់ទេអញ្ចឹងហើយទៅត្រូវបិទភោជនីយដ្ឋានដើម្បីជូនគាត់ទៅមន្ទីរពេទ្យសិនឈឺពោះទៀតហើយឬរឿងឈឺពោះនេះជាលេសរបស់ខ្ញុំពីរម្ដងហើយម្យ៉ាងទៀតឲ្យតែខ្ញុំណាត់តប៉ែហាន់គីគឺញ៉ាំបាយលើកណាតែតែមានហេតុការណ៍អីចឹងរហូតចង់ភើមិនស្រួលខ្លួនមែនទេបងហាន់គីបងអូសសម្លេងសួរដូចកំពុងគិតមុននឹងងើបមកមើលអ្នកបម្រើនោះម្ដងទៀតអីចឹងខ្ញុំធ្វើខ្លួនឯងបានអត់ល្អដែរអីល្អដែរតានេះគេជឿជាក់លើស្នាដៃរបស់ខ្លួនដល់ម្លឹងផងណាបានជាចង់ធ្វើខ្លួនឯងកុំប្រាប់ឲ្យសោះថាចង់ឲ្យខ្ញុំធ្វើត្រឹមតែស្រីរំទុំនេះវាធំធេងពេកទៅហើយកុំគិតឲ្យខ្ញុំធ្វើម្ហូបអាហារទៀតមិនអីទេឬសុំតកាយកុំអីដែរព្រោះខ្ញុំនិងគាត់ស្គាល់គ្នាខ្ញុំសុំទៅចូលចង្ក្រានខ្លួនឯងក៏បានលោកឈូនៅអត់បងហាន់គេនិយាយឈ្មោះដើរតំណងជារបស់ម្ចាស់ហាងមុននឹងតាមទៅចង្ក្រាននៅពេលនៅបំរើងួរក្បាលឆ្លើយគេក៏ទុកឲ្យខ្ញុំអង្គុយចំហមាត់ចាំរហូតគេដើរញញឹមមកវិញឬរ៉ាតាមខ្ញុំបងហាន់គេនិយាយមុននឹងទីខ្ញុំឲ្យក្រោកទៅទាំងឆ្ងល់និងចង់សួរថាទៅណាតែស្រាប់តែទទួលចម្លើយតែម្ដងនៅពេលដើរមិនបានប្រមាណចំហៀងអូផ្ទះបាយសោះហើយនេះគិតឲ្យខ្ញុំមកធ្វើអីប្រហែលមិនមែនឲ្យខ្ញុំធ្វើទេណាធ្វើជាឈឺពោះបាត់ជើងធំហើយលួចកិច្ចទៅពេលនេះតែម្ដងបានអត់ចង់ញ៉ាំអីជាពិសេសដែរទេបងហាន់គីងាកមកសួរខ្ញុំដែលកំពុងឈរបាច់ញើសនៅក្បែរបងបានជៀនស្រួលជាទីបំផុតហើយអានេះខ្ញុំមកចាំបានថាធ្លាប់ធ្វើញ៉ាំខ្លួនឯង
បើចង់ញ៉ាំពងមាន់ជៀនខ្ញុំចាំបាច់បបួលមកញ៉ាំខាងក្រៅធ្វើយកអីផ្សេងទៅអើចាប់ណាគិតមិនឃើញទេព្រោះខ្លាចគិតហើយត្រូវធ្វើដូចខ្លួនឯងនោះអីបើអញ្ចឹងចូលចិត្តញ៉ាំម្ហូបចិនឬម្ហូបជប៉ុនចូលចិត្តម្ហូបជប៉ុនខ្ញុំឆ្លើយប្រាំដោយមិនគិតយូរនេះបើគេចង់ឲ្យខ្ញុំធ្វើគ្មានអីក្រៅពីពងមាន់ជៀនពងមាន់ស្ងោរនោះទេព្រោះវាស្រួលធ្វើជាងគេម្ហូបជប៉ុនអញ្ចឹងស៊ូស៊ីបែបខ្ចប់ស្រាយនិងញ៉ាំត្រីសាបាក់យ៉ាងម៉េចដែរឆាប់សិនបងចង់ថាអ្នកណាជំនាញធ្វើអ្វីដែរនិយាយនេះខ្ញុំធ្វើមិនកើតទាំងអស់លើកលែងតែបាយខ្ចប់ស្រាយអីនោះដោយតំបងជាអាចធ្វើកើតតែថាខ្ញុំសុំមិនខ្ចប់ទេសុំពូតជាដុំតែម្ដងខ្ញុំជំនាញធ្វើបាច់ញើសជោគដូចនាងធ្វើអីកើតដែរ